រៀបសួរបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែតាមដានเพจរាយការណ៍ពិសេសជាទីមេត្រីខណៈពេលនេះនាងខ្ញុំងឹមគិថាសូមយកសេចក្តីអំពាវនាវនិងជូនដំណឹងរបស់បងប្អូនពលករខ្មែរដែលនៅប្រទេសកូរ៉េចាហើយនៅពេលនេះនាងខ្ញុំសូមអានអត្ថបទទាំងស្រុងដែលតកតងនឹងការធ្វើបាតកម្មនិងទាមទារដាក់ញត្តិនៅថ្ងៃទី7ខាងមុខនេះហើយនៅពេលនេះនាងខ្ញុំសូមអានអត្ថបទទាំងអស់នេះដូចតទៅចាសេចក្តីជូនដំណឹងសូមអញ្ជើញចូលរួមបាតកម្មនិងដាក់ញត្តិទាមទារដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងព្រះសង្ឃសកម្មជនដីធ្លីសកម្មជននយោបាយនិងទាមទារឲ្យដោះស្រាយបញ្ហាអយុត្តិធម៌នានានៅក្នុងប្រទេសកម្ពុជាកម្មវត្ថុអញ្ជើញចូលរួមបាតកម្មនិងដាក់ញត្តិទាមទារដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងព្រះសង្ឃនិងសកម្មជនដីធ្លីសកម្មជននយោបាយនិងទាមទារឲ្យដោះស្រាយបញ្ហាអយុត្តិធម៌នានានៅក្នុងប្រទេសកម្ពុជាយោងតាមរយៈការពិភាក្សានានាកន្លងមកអំពីភាពចាំបាច់និងសារៈសំខាន់នៃការចូលរួមរបស់យុវជនដើម្បីលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមនៅកម្ពុជាចលនាយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យប្រចាំសាធារណរដ្ឋកូរ៉េគឺជាស្ថាប័នមិនមែនរដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដោយយុវពលករខ្មែរដែលបដិញ្ញាចិត្តសហប្រតិបត្តិការជាមួយនឹងបុគ្គលនិងស្ថាប័ននានាដែលមានចក្ខុវិស័យលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមនៅកម្ពុជាចលនាយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យប្រចាំសាធារណរដ្ឋកូរ៉េសូមអញ្ជើញព្រះសង្ឃបងប្អូនប្រជាពលករនិស្សិតស្ត្រីដែលរៀបការជាមួយនឹងស្វាមីកូរ៉េនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េដើម្បីចូលរួមវេទិកាសាធារណៈដើម្បីពិភាក្សាអំពីបញ្ហាអយុត្តិធម៌នានាដែលបាននឹងកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នជាពិសេសការទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងព្រះសង្ឃសកម្មជនដីធ្លីសកម្មជននយោបាយឲ្យមានសេរីភាពឡើងវិញការចូលរួមសហប្រតិបត្តិការជាមួយគ្នាពីបងប្អូនប្រជាពលរដ្ឋគ្រប់រូបគឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឲ្យទទួលបាននូវលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមពិតការបរិច្ឆេទថ្ងៃទី7ខែធ្នូឆ្នាំ2014ពេលវេលាពីម៉ោង11ព្រឹករហូតដល់ម៉ោង3រសៀលទីកន្លែងរថភ្លើងខ្សែទី1ស្ថានីយ៍ចុងកាក់ច្រកលេខ4អាស្រ័យដោយជម្រាបខាងលើសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េមេត្តាចូលរួមវេទិកានេះឲ្យបានច្រើនកកធ្វើនៅសេអ៊ូលថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2014ចលនាយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យហើយនៅក្នុងនេះក៏គាត់ក៏បានបញ្ជាក់នៅលេខទំនាក់ទំនងផងដែរបើសិនជាបងប្អូនចង់ចូលរួមក៏ឬក៏មានបញ្ហាចម្ងល់អីផ្សេងៗសូមបងប្អូនតាក់ទងទៅគាត់ផ្ទាល់តែម្ដងគឺទំនាក់ទំនងទៅលោកយឹមស៊ីណនលេខទូរស័ព្ទ010 30 08 05និង84លោកហឿនសុភត្រា010 59 44 78 71លោកវិរៈអេង010 75 39 67 ហើយនៅមានលេខជាច្រើនទៀតដូច្នេះសូមបងប្អូនទស្សនានៅលើកញ្ចក់វីដេអូនេះស្រាប់តែម្ដងហើយគោលបំណងរបស់ពួកគាត់គឺមានតែ3ចំណុចធំគឺទាមទារឲ្យដោះលែងសកម្មជនដីធ្លីសកម្មជននយោបាយនិងព្រះសង្ឃដែលកំពុងតែជាប់ឃុំដោយភាពអយុត្តិធម៌ដែលត្រូវបានគេចាក់ឃុំនិងចោទពួកគាត់បាត់ផ្សេងហើយត្រូវបានជាប់គុកក្នុងមួយនាក់គឺ1ឆ្នាំហើយព្រះសង្ឃ3អង្គក៏ត្រូវបានជាប់ពន្ធនាគារព្រមទាំងត្រូវបានគេចាក់សឹកផងដែរចាស់ហើយដូច្នេះសូមនាងខ្ញុំក្នុងនាមជាអ្នករាយការណ៍ពិសេសមួយរូបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េមេត្តាចូលរួមឲ្យបានច្រើនកកដើម្បីទាមទារនៅលទ្ធិប្រជាធិបតេយ្យពិតនៅកម្ពុជាព្រមទាំងឆ្លុះបញ្ចាំងនិងបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាមិនមែនមានលទ្ធិប្រជាធិបតេយ្យពិតដោយតែពាក្យដែលគេនិយាយនោះទេដូច្នេះសូមបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េមេត្តាចូលរួមឲ្យបានច្រើនកកចានៅពេលនេះនាងខ្ញុំងឹមគិថាសូមអរគុណសូមគោរពលា